មន្ទីរទេសចរខេត្តបាត់ដំបងសហការជាមួយកម្មវិធីអភិវឌ្ឍជំនាញនៃអង្គការ Swiss Contact បាននឹងកំពុងចុះសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីធ្វើការវិភាគលំហូរទេសចរជាយុទ្ធសាស្ត្រនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរក្នុងខេត្តបាត់ដំបងប្រកបដោយចីរភាពលោកហបអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងលើកឡើងថាការចុះសិក្សានេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់អំពីកត្តាជំរុញទឹកចិត្តដែលទាក់ទាញទេសចរឲ្យមកកំសាន្តនៅខេត្តបាត់ដំបងពិនិត្យមើលរបៀបដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តាមគោលដៅនានានិងស្វែងរកឱកាសក្នុងការបង្កើតធ្វើពិពិធកម្មនិងពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរឲ្យចំតម្រូវការលោកហមអរុនគូបញ្ជាក់ថាលទ្ធផលនិងការរកឃើញទាំងអស់ពីការសិក្សានេះនឹងក្លាយជាមូលដ្ឋានគ្រឹះនិងជាអនុសាសន៍គន្លឹះសម្រាប់អាជីវកម្មទេសចរស្ថាប័នរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ជាពិសេសព័ត៌មានទាំងនេះនឹងជួយឲ្យគ្រប់ភាគីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ភ្ញៀវទេសចរនិងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរក្នុងខេត្តបាត់ដំបងប្រកបដោយចីរភាពក្រុមការងារមន្ទីរទេសចរខេត្តបាត់ដំបងបានសហការជាមួយនឹងក្រុមការងារគម្រោងកម្មវិធីអភិវឌ្ឍជំនាញបាទក្រោមការគ្រប់គ្រងដោយ SDC និង LED បាទហើយថ្ងៃនេះគឺយើងចុះមកដើម្បីសិក្សាអំពីគោលដៅដែលជាសក្តានុពលរបស់ខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីរៀបចំនៅ visitor flow បាទនេះថាជាលំហូរដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរថាតើភ្ញៀវទេសចរដែលមកខេត្តបាត់ដំបងហ្នឹងគាត់ទៅដើរលេងកន្លែងណាខ្លះគាត់ចាប់អារម្មណ៍ជាមួយនឹងអីគាត់ដឹងតាមរយៈអីហើយមានសក្តានុពលខ្លះដែលយើងត្រូវតែបំពេញបន្ថែមឲ្យភ្ញៀវដែលមកលេងហ្នឹងគាត់កាន់តែសប្បាយចិត្តហើយគោលបំណងគឺដើម្បីពជាការស្នាក់នៅរបស់ភ្ញៀវទេសចរហើយនឹងធ្វើឲ្យគាត់មានសកម្មភាពផ្សេងៗដើម្បីជំរុញការចំណាយដែលជាផ្នែកមួយដែលសំខាន់នៅក្នុងការលើកកម្ពស់នៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសប្រជាពលរដ្ឋដែលនៅក្បែរនឹងតំបន់ដែលមានសក្តានុពលទេសចរជាក់ស្ដែងថ្ងៃនេះយើងមានអ្នកជំនាញបាទដែលគាត់ចុះមកធ្វើការពិនិត្យទៅតាមគោលដៅសំខាន់នៅក្នុងខេត្តបាត់ដំបងហើយបន្ទាប់ពីបានចុះទៅពិនិត្យមើលអំពីសក្តានុពលក៏ដូចជាលក្ខណៈពិសេសតាមគោលដៅនឹងហើយគឺគាត់នឹងសហការជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗបានន័យថាប្រមូលអ្នកពាក់ព័ន្ធដែលស្ថិតនៅក្នុងវិស័យទេសចរហ្នឹងដើម្បីធ្វើការពិភាក្សាគ្នារកធាតុចូលបន្ថែមថាតើយើងគួរតែត្រូវធ្វើអីរៀបចំយ៉ាងណាដើម្បីជំរុញវិស័យទេសចរខេត្តបាត់ដំបងជាពិសេសឲ្យដឹងថាតើតម្រូវការរបស់ភ្ញៀវឲ្យពិតប្រាកដយ៉ាងណាហើយយើងនឹងខិតខំនៅក្នុងការបង្កើតដោយសកម្មភាពក៏ដូចជាផលិតផលសម្រាប់ការឆ្លើយតបនឹងតម្រូវការភ្ញៀវឲ្យចំគោលដៅតែម្ដងបាទសម្រាប់លទ្ធផលនៅក្នុងការចុះសិក្សាពីលំហូរនៃការទស្សនារបស់ភ្ញៀវទេសចរនេះដែរគឺនឹងផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់វិស័យទេសចរជាពិសេសនៅក្នុងខេត្តបាត់ដំបងគឺយើងនឹងអាចជំរុញឲ្យការស្នាក់នៅរបស់ភ្ញៀវវែងជាងមុនការចំណាយរបស់ភ្ញៀវមានការច្រើនធម្មតាគាត់ស្នាក់នៅយូរការចំណាយកើនឡើងហើយជាពិសេសហ្នឹងគឺដឹងថាតើភ្ញៀវគាត់មកគាត់ត្រូវការបែបណាយើងគុតគង់យើងផ្ដល់ឲ្យពួកគាត់ឲ្យបានត្រូវអ្វីដែលគាត់ចង់បានអញ្ចឹងជាផ្នែកមួយសំខាន់នៅក្នុងការបំពេញនៅភាពរីករាយភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរហើយក្នុងនោះមន្ទីរទេសចរក៏រំពឹងថាបន្ទាប់ពីលទ្ធផលនៃការសិក្សានេះបានបញ្ចប់ទៅយើងនឹងដឹងថាអ្វីដែលយើងត្រូវដើរទៅមុខទៀតហើយផ្លូវដែលដើរហ្នឹងគឺមានភាពច្បាស់លាស់យើងអាចធ្វើទៅកាន់តែប្រសើរឡើងធ្វើឲ្យភ្ញៀវទេសចរមកលេងខេត្តបាត់ដំបងហ្នឹងគឺទទួលបាននៅការផ្ដល់សេវាមួយដែលឆ្លើយតបនឹងអ្វីដែលជាការរំពឹងទុករបស់ពួកគាត់សូមជម្រាបថាការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការ Swiss Contact ធ្វើឡើងដើម្បីសិក្សាអំពីសក្តានុពលផលិតផលនិងគោលដៅទេសចរដើម្បីរៀបចំសេវាកម្មទេសចរឲ្យចំតម្រូវការប្រកបដោយគុណភាពសម្ដៅពន្យាពេលស្នាក់នៅរបស់ភ្ញៀវឲ្យបានយូរបង្កើនការចំណាយរបស់ភ្ញៀវនិងជំរុញឲ្យមានកំណើនទេសចរមកកាន់ខេត្តបាត់ដំបងឲ្យបានកាន់តែច្រើនឡើងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋការសិក្សានេះមានរយៈពេល2សប្តាហ៍ហើយខេត្តបាត់ដំបងជាខេត្តដំបូងគេដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាស្រាវជ្រាវដើម្បីជាគំរូសម្រាប់ការសិក្សានៅខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត